ស្ដីបងប្អូនថ្ងៃនេះមកបែបស្រួយរសជាតិឆ្ងាញ់ទៀតហើយបងប្អូនគឺខ្ញុំមកធ្វើពោតបំពងម្សៅបងប្អូនដំបូងបងប្អូនខ្ញុំមានពោតចំនួន5ផ្លែហើយខ្ញុំយកមកប្រឡេះវាខ្ញុំយកមកកោសវាដោយឲ្យដល់គល់តិចបងប្អូនកុំឲ្យចិត្តទេបងប្អូនពោតនេះហើយបន្ទាប់មកខ្ញុំដាក់ពងចំនួន2គ្រាប់បងប្អូនហើយបន្តទៀតខ្ញុំយកម្សៅដឡូងបងប្អូនម្សៅដឡូងខ្ញុំដាក់ចំនួន3ស្លាបព្រាបាយបងប្អូនខ្ញុំដាក់កូរជាមួយពោតហ្នឹងដើម្បីឲ្យពោតដល់ពេលយើងពងទៅឲ្យវាស្រួយឆ្ងាញ់ឲ្យសាច់ម្សៅហើយនឹងពោតនឹងស្រួយបានឆ្ងាញ់បងប្អូនហើយបន្ទាប់មកខ្ញុំច្បល់ចូលឲ្យសោះខ្ញុំដាក់ខ្លាញ់កន្លះខ្ទះហើយខ្ញុំបើកខ្លាញ់នឹងឲ្យឡើងក្តៅបើខ្ញុំដាក់ពោតនឹងចូលបងប្អូនពេលដែលយើងបើកភ្លើងក្តៅទៅយើងដាក់ពោតចូលធ្វើឲ្យពោតហ្នឹងវាស្រួយល្អបងប្អូនហ្នឹងហើយខ្ញុំដាក់ពោតនឹងចូលខ្ញុំដាក់ម្ដងតិចដែរបងប្អូនកុំដាក់ច្រើនទៅវាអាចជាប់គ្នាឬក៏វាអត់ងាយស្រួយអញ្ចឹងណាពេលដែលយើងពងបងប្អូនហើយតើឃើញខ្ញុំពងតិចតាមហ្នឹងទៅហើយតើពីពងរួចដាក់ឲ្យស្រស់ខ្លាញ់ហើយបងប្អូនពេលដែលខ្ញុំពងរួចនៅក្តៅអ៊ុនតិចខ្ញុំយកមកចាក់កធុននេះខ្ញុំយកកូនផ្គាកញ្ចប់នេះបងប្អូនខ្ញុំទិញនៅផ្សារកញ្ចប់ខ្ញុំអាចធ្វើបាន3ទៅ4ដងបងប្អូនខ្ញុំយកលាយវាតើមិនតិចឲ្យកូនខ្ញុំធ្វើអីយើងធ្វើឲ្យក្មេងៗយើងវាអត់ចូលចិត្តញ៉ាំផ្គាច្រើនអញ្ចឹងខ្ញុំដាក់តែបន្តិចឲ្យឈ្ងុយតិចទៅឲ្យមានជាតិផ្គាហើយបន្ទាប់ខ្ញុំយកលឹកខ្ទឹមបងប្អូនចិត្តទូចហើយអំបិលនេះបងប្អូនខ្ញុំដាក់អំបិលដូចជាអំបិលម៉ត់ហើយនឹងម្សៅខ្ទឹមបងប្អូនម្សៅខ្ទឹមគេកិនស្រាប់ហើយនឹងស្ករតែ3មុខហ្នឹងបងប្អូនខ្ញុំដាក់ចូលគ្នាឲ្យខ្ញុំច្បល់ខ្ញុំលាយចូលកំប៉ុងហើយខ្ញុំចាក់ចូលក្នុងទៅពោតនឹងក្លុកវាទៅមកចឹងហើយយើងកូរវាសព្វតែប៉ុណ្្នឹងបងប្អូនឃើញរួចរាល់ហើយអត់ប្រហែលទេបងប្អូនមើលមកសម្រាប់កូនយើងញ៉ាំហ្នឹងកូនខ្ញុំចូលចិត្តណាស់បងប្អូននិយាយរសជាតិឆ្ងាញ់អរគុណច្រើនបងប្អូនបាយ